នេះសម័យព្រៃញ៉ៃមានភូមិមួយនៅជាប់មាត់បឹងសម្បួរត្រីក្រាមនៅក្នុងភូមិនោះមាននារីក្រមុំម្នាក់ឈ្មោះនាងកាញ្ចនាដែលអ្នកភូមិតែងហៅលេងថានាងកំពើរកនាងចូលចិត្តទៅរកកំពើនៅមាត់បឹងហើយពូកែខាងឌឺដងសម្ដីមុតដោយមួយជុលនាងមានរូបឈោមស្រស់ស្អាតសម្បុរស្រអែមស្រស់តែមាត់រហ័សមិនចាញ់ប្រប្រុសឡើយថ្ងៃមុននៅពេលនាងកាញ្ចនាកំពុងអោនរាវកំពើនៅមាត់បឹងស្រាប់តែមានកំឡោះម្នាក់ឈ្មោះសផលដែលទើបមកលេភូមិមកបានដើរមកបែកក្បែរសផលជាកំឡោះមានមាត់មួយមួនសម្ដីមិនចាញ់ណាហើយក៏ចូលចិត្តនិយាយបែបឌឺដងដែរណែអូនស្រីរាវរកអីហ្នឹងប្រយ័ត្នរាវប៉ះចំក្រពើខាំណាអរគុណលោកបងហើយដែលបារម្ភតែក្រពើនៅបឹងនេះវាឆ្លាតណាស់វាស្គាល់ក្លិនមនុស្សពូកែតែសម្ដីវាអត់ខំទេវាខ្លាចឆ្លងរោគមាត់ដាច់អាយ៉ាមាត់អនឯងនេះទំនងជាមុតជីងប្លែកកំបិតអ្នកកាប់ត្រីកង្សាទៀតហើយមើលទៅបងក្រនតែចង់សួរនាំទៀតតើក្រែងលោមានអ្វីឲ្យបងជួយលោកបងចេះរាវកំពើដែរមែនខ្ញុំខ្លាចតែលោកបងរាវបានតែភក់ហើយធ្វើឲ្យល្អក់ទឹកខ្ញុំអស់កុំមើងងាយមនុស្សប្រុសឲ្យសោះអូនស្រីការងារប៉ុណ្ណឹងបងធ្វើបានស្រួលបួលចាំមើលបងរាវឲ្យបានច្រើនជាងអូនឯងទៀតនិយាយរួចសផលក៏ដោះស្បែកជើងលត់ខោហើយចុះទៅក្នុងទឹកយឺតជឿនណាស់លោកបងប្រយ័ត្នរអិលដួលទៅខ្ញុំគ្មានកម្លាំងជួយលើកទេណាព្រោះខ្ញុំទុកកម្លាំងសម្រាប់សតខ្ញុំសុផលខំប្រឹងរាវយ៉ាងយកចិត្តទុកដាក់តែដោយមិនសូវស្ទាត់ជំនាញគាត់រាវបានតែខ្យងនិងខ្ចៅ2 3តែប៉ុណ្ណោះចំណែកនាងកញ្ចនាវិញមួយសន្ទុះកំពឹសពេញមួយកន្ត្រងតូចអវនាងពេញតែម្ដងសុផលមុខក្រហមតិចថ្ងៃនេះកំពឹសវារាំងឆ្លាតបន្តិចវាចេះរត់គេតពីបងកំពឹសវាមិនឆ្លាតទេលោកបងតែប្រហែលវាខ្លាចក្លិនញាក់ទីក្រុងទើបវាមិនហ៊ានចូលក្បែរបើលោកបងចង់បានខឿមចែកឲ្យខ្លះក៏បានដែរទុកយកទៅធ្វើម្ជូរព្រឹកស្អែកមិនបាច់ទេអូនបងមិនចង់បានកំពើប្រមាណទេគឺបងចង់សាក់ថ្វាយមាត់ជាមួយអូនឯងនឹងឯងឃើញអូនឯងមាត់រហ័សបងចង់ដឹងថាតើបេះដូងអូនឯងរហ័សដូចមាត់ដែរអត់កញ្ចនាអៀនហើយថ្ពាល់ឡើងពណ៌ផ្កាឈូកបន្តិចបេះដូងខ្ញុំវាមិនរហ័សផ្ដេសផ្ដាស់ទេលោកបងវាចេះមើលមនុស្សដែរបើអ្នកណាមិនស្មោះត្រង់វានៅបិទទ្វារជួបមិនអោយចូលមកក្បែរឡើយទូបីមាត់ផ្អែមដូចទឹកឃ្មុំក៏ដោយចុះបើបងស្មោះត្រង់ហើយមាត់មិនសូវផ្អែមតើក៏មិនប្រៃពេកតើបេះដូងអូនឯងព្រមបើកទ្វារទៅទួយទេរឿងនឹងទុកឯពេលវេលាជាអ្នកបង្ហាញចុះលោកបងឥឡូវនេះខ្ញុំសុំទៅផ្ទះសិនហើយកុំពឹសនេះវិតទុកញូម្លេងស្រស់ហើយបើលោកបងទំនេរថ្ងៃស្អែកម្លេងទៀតក៏បានខ្ញុំនឹងធ្វើមកជួកុំពឹសទុកឲ្យភ្លួបសុផលញញឹមដោយពេញចិត្តពិតមែនឬអូនបងនឹងមកមិនខានឡើយហើយចាំមើលបងនឹងរកវិធីធ្វើឲ្យអូនឯងព្រមទទួលស្គាល់ថាបងមិនត្រឹមតែពូកែខាងសម្ដីទេតែបេះដូងបងក៏ស្មោះត្រង់ដែរនាងកញ្ចនាញញឹមរួចក៏រៀបចំខ្លួនត្រឡប់ទៅផ្ទះវិញសុផលឈរមើលនាងដែលចេញទៅទាំងអារម្មណ៍រីករាយការឌឺដងគ្នាលុះហាក់ដូចជាបានបាក់ផ្លូវឲ្យមានអ្វីម្យ៉ាងចាប់ផ្ដើមរីកចម្រើនរវាងពួកគេទាំងពីរអ្នកភូមិឃើញសុផលឧស្សាហ៍ទៅលេងផ្ទះនាងកញ្ចនាក៏នាំគ្នាខ្សឹបខ្សៀវយាយម៉ាប់អ្នកចិត្តខ្លាំងនាងកញ្ចនាបានសួរថានាងកញ្ចនាអើយអាសុផលនោះវាមកធ្វើអីផ្ទះឯងរាល់ថ្ងៃម្លេះប្រយ័ត្នវាមកឌឺឯងរហូតដល់បានឯងធ្វើប្រពន្ធទៅយាយម៉ាប់គុំបារម្ភអីខ្ញុំទឹកឯងគាត់ឌឺចុះបើគាត់ឌឺឈ្នះខ្ញុំទៅខ្ញុំព្រមធ្វើប្រពន្ធគាត់តែខ្ញុំខ្លាចតែគាត់ឌឺចាញ់ខ្ញុំហើយត្រូវធ្វើកូនប្រសាឲ្យយាយម៉ាប់វិញទៅដឹងគ្រប់គ្នាក៏សើចសប្បាយរីករាយនឹងសម្ដីឌឺដងឆ្លាតវៃរបស់នាងកញ្ចនាហើយតាំងពីពេលនោះមកសុផលនិងនាងកញ្ចនាក៏នៅតែបន្តការឌឺដងដាក់គ្នាប៉ុន្តែក្នុងភាពផ្អែមល្ហែមរហូតដល់ថ្ងៃពួកគេក្លាយជាគូនឹងគ្នាពិតមែន